Nơiទីធ្លាខាងក្រោយវត្តអារាមមួយដ៏ធំចំណាស់និងមានភាពស្ងាត់ជ្រងំដាច់ស្រយាលពីភូមិអ្នកស្រុកវាលចេះដីរាប់រយតម្រៀបគ្នាត្រៀបត្រាលាក់ខ្លួនក្រោមម្លប់ដើមពោធិ៍និងដើមជ្រៃដ៏ធំមហិមាទីនេះមិនត្រឹមតែជាទីសក្ការៈសម្រាប់តម្កល់អធិធាតុបុព្វបុរសប៉ុណ្ណោះទេប៉ុន្តែនៅពេលរាត្រីឈានចូលមកដល់វាបានក្លាយទៅជាជំរកដ៏សុវត្ថិភាពរបស់ក្រុមជនពាលនិងក្រុមញៀនថ្នាំក្នុងចំណោមនោះមានយុវជន3នាក់ដែលតែងតែសំងំស្នាក់នៅតាមជើងចេតិយចាស់ចាស់ដើម្បីប្រព្រឹត្តអំពើទុច្ចរិតដោយប្រើប្រាស់គ្រឿងញៀនបំផ្លាញអនាគតខ្លួនឯងជារៀងរាល់យប់នៅរាត្រីមួយខ្យល់រដូវរំហើយបក់បោកមកត្រជាក់ឆ្អឹងខ្នងក្មេងស្ទាវទាំង3នាក់កំពុងតែអង្គុយញញែកភ្នែករលោងខ្វះជាតិទឹកនិងមានអាការៈមិនស្រួលទាមទារសារធាតុញៀនយ៉ាងខ្លាំងក្លាពួកគេបានអស់លុយពីខ្លួនរលីងគ្មានសំបីតែមួយរៀលដើម្បីទិញថ្នាំរំងាប់សរសៃប្រសាទដែលកំពុងតែពុះកញ្ជ្រោលភាពស្រេកឃ្លានបានធ្វើឲ្យសតិសម្បញ្ញៈរបស់ពួកគេបាត់បង់ទាំងស្រុងសំបីតែការប្រព្រឹត្តអំពើបាបកម្មដ៏ធ្ងន់ធ្ងរបំផុតក៏ពួកគេលែងខ្វល់ខ្វាយដែរដោយសម្លឹងមើលទៅកាន់ចេតិយធំធំដែលសាងសង់យ៉ាងស្អាតបាតនិងមានទ្វារដែកចាក់សោយយ៉ាងរឹងមាំពួកគេបានបែកគំនិតដ៏លាមកមួយតាមទម្លាប់ប្រពៃណីរបស់ខ្មែររាល់ពេលដែលមានការបូជាសពឬតម្កល់ធាតុកូនចៅតែងតែដាក់ប្រកាសមាសពេជ្រឬវត្ថុមានតម្លៃមួយចំនួនចូលទៅក្នុងកោដ្ឋលាយឡំជាមួយនឹងឆ្អឹងធាតុដើម្បីជាការឧទ្ទិសកុសលនិងជាសហយសម្រាប់ការធ្វើដំណើរទៅកាន់បរលោកគំនិតនៃការកោះចេតិយនិងវាកំទេចកោដ្ឋយកលុយនោះក៏បានលេចឡើងក្នុងខួរក្បាលរបស់ជនពាលទាំង3នាក់ក្នុងពេលតែមួយពួកគេបានដើររុករកគោលដៅរហូតប្រទះឃើញចេតិយដ៏ធំរបស់គ្រួសារអភិជនមួយដែលទើបនឹងសាងសង់រួចថ្មីនិងមានទ្វារដែកកញ្ចក់អាចមើលឃើញខាងក្នុងនៅលើអាសនៈថ្មម៉ាបក្នុងចេតិយនោះមានតម្កល់កោដ្ឋធ្វើពីលង្ហិននិងកោដ្ឋពក់សាឡានជាច្រើនដែលបញ្ជាក់ថាជាទីកន្លែងជួបជុំនៃអធិធាតុបុព្វបុរសច្រើនចំនួនតាំងពីដូនតារហូតដល់កូនចៅចំនួនក្រោយដោយគ្មានការខ្លាចញញើតឬក៏ខ្លាចបាបកម្មអ្វីបន្តិចសោះក្មេងពីលម្នាក់បានទាញយកដុំថ្មទំហំប៉ុនក្បាលមនុស្សនិងដុំដៃបំពង់ទីបដែលរើបាននៅក្បែរនោះមកកោះនិងវាយទម្លុះសោទ្វារដែកចេតិយយ៉ាងកំរោលសំឡេងបំបែកសោនិងការរុញទ្វារដែកឲ្យរបើកបានបន្លឺឡើងកាត់ភាពស្ងប់ស្ងាត់នៃរាត្រីប៉ុន្តែដោយសារទីនោះនៅឆ្ងាយពីកុដិលោកទើបគ្មាននរណាម្នាក់បានដឹងឮពេលឈានជើងចូលទៅក្នុងចេតិយក្លិនធូបចាស់ចាស់ក្លិនផ្កាស្ងួតនិងក្លិនដីសើមបានភាយមកប៉ះច្រមុះរបស់ពួកគេប៉ុន្តែពួកគេមិនខ្វល់ឡើយគោលដៅតែមួយគត់គឺវត្ថុមានតម្លៃដែលនៅក្នុងកោដ្ឋពួកគេបានចាប់ទាញកោដ្ឋលង្ហិននិងកោដ្ឋថ្មម៉ាបទម្លាក់មកលើកម្រាលឥដ្ឋយ៉ាងសាហាវសំឡេងបែកបាក់នៃកោដ្ឋពក់សាឡែនបានបន្លឺឡើងយ៉ាងរន្ធត់ហាក់ដូចជាសំឡេងបំបែកឆ្អឹងមនុស្សផេះផង់សាកសពនិងបំណែកឆ្អឹងដែលធ្លាប់តែទទួលបានការគោរពបូជាត្រូវបានកំពប់រាយប៉ាយពេញនឹងកម្រាលឥដ្ឋក្មេងទាំង3នាក់បាននាំគ្នាអង្គុយចောင်းហោងក៏កាយកកោផេះនិងឆ្អឹងទាំងនោះយ៉ាងសប្បាយចិត្តដោយដៃរបស់ពួកគេប្រឡាក់ប្រឡូកទៅដោយផេះផង់នៃសពពួកគេរើសបានប្រាក់ដុល្លារចិញ្ចៀនពេជ្រនិងប្រាក់កាសជាច្រើនដែលក្រុមគ្រួសារសពធ្លាប់បានទម្លាក់ចូលពួកគេបានជន់ឈ្លីលើឆ្អឹងក្បាលនិងឆ្អឹងជំនីរបស់បុព្វបុរសទាំងនោះដោយមិនញញើតជើងមុននឹងប្រមូលលុយនិងវត្ថុមានតម្លៃទាំងអស់រត់គេចខ្លួនក្នុងភាពងងឹតបាត់ទៅពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមបានចូលមកដល់ព្រះសង្ឃមួយអង្គដែលតែងតែមានភារកិច្ចបោសសម្អាតទីធ្លាចេតិយបានដើរមកដល់ទីតាំងនោះគ្រាន់តែឃើញទ្វារចេតិយរបើកនិងទិដ្ឋភាពខាងក្នុងដែលខ្ទេចខ្ទីគ្មានសល់ព្រះសង្ឃនោះស្រឡាំងកាំងទម្លាក់អំបោះពីដៃរូបភាពនៃកោដ្ឋរាប់សិបដែលបែកបាក់និងឆ្អឹងសពរាយប៉ាយពេញឥដ្ឋគឺជារូបភាពដ៏សែនអាណត្តិអាធមបំផុតដំណឹងនេះត្រូវបានផ្ដល់ទៅឲ្យក្រុមគ្រួសារសពភ្លាមពេលដែលសាច់ញាតិរបស់សពមកដល់ពួកគេបាននាំគ្នាត្រហោយំបោកខ្លួនរហូតសន្លប់បាត់ស្មារតីការដែលបានឃើញធាតុសាច់ញាតិឪពុកម្ដាយជីដូនជីតាត្រូវជន់ពីលជន់ឈ្លីយ៉ាងថោកទាបបែបនេះគ្រួសារសពបានអុជធូបសម្បូរសម្រងបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិនិងហៅដួងវិញ្ញាណបុព្វបុរសទាំងអស់ឲ្យក្រោកឈរឡើងដើម្បីតាមផ្ដន្ទាទោសជនពាលដែលបានប្រមាថដល់ទីជម្រកចុងក្រោយរបស់ពួកគេឲ្យទាល់តែវិនិច្ឆ័យអន្តរធានរកក្តីសុខមិនឲ្យបានសោះឡើយការបួងសួងនេះហាក់ដូចជាការដាស់នៅកំហឹងដ៏មហិមានៅក្នុងភពអរូបីឲ្យភ្ញាក់ឡើងយ៉ាងពិតប្រាកដងាកមកមើលក្រុមជនពាលទាំង3នាក់វិញពេលមួយថ្ងៃនោះ
ពួកគេបានយកលុយនិងមាសដែលលួចបានទៅលក់និងទិញគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់រួមទាំងអាហារនិងស្រាបៀរដើម្បីប្រារព្ធជ័យជំនះដ៏ងងឹតងងល់របស់ពួកគេដោយសារតែទម្លាប់និងទីតាំងស្នាក់នៅជាប្រចាំរបស់ពួកគេនៅម្ដុំវត្តនោះស្រាប់នៅវេលាម៉ោងប្រហែល11យប់ពួកគេក៏បានត្រឡប់មកអង្គុយផ្ដុំគ្នានៅផ្នែកម្ខាងទៀតនៃជើងចាក់ដីដ៏ធំមួយដើម្បីជក់ថ្នាំបន្តផ្សែងថ្នាំពណ៌សហុយទលោមលាយឡំនឹងសេចក្តីសប្បាយរីករាយប៉ុន្តែពួកគេមិនបានដឹងសោះឡើយថាបរិយាកាសនៅជុំវិញខ្លួនកំពុងតែចាប់ផ្ដើមប្រែប្រួលបន្តិចម្ដងសីតុណ្ហភាពនៅបរិវេណនោះបានធ្លាក់ចុះត្រជាក់ខុសប្រក្រតីរហូតធ្វើឲ្យដង្ហើមរបស់ពួកគេបញ្ចេញជាផ្សែងសំឡេងសត្វល្អិតនិងសត្វទីទុយដែលធ្លាប់តែយំកងរំពងស្រាប់តែស្ងាត់ជារងំសូនឈឹងហាក់ដូចជាត្រូវគេជប់មាត់ខណៈដែលក្មេងម្នាក់កំពុងតែទាញបំពង់ជក់គេស្រាប់តែមានអារម្មណ៍ថាមានអ្វីមួយសើមនិងត្រជាក់ស្រក់តក់មកលើក្បាលរបស់គេយកដៃទៅស្ទាបរួចយកមកហិតវាមានក្លិនស្អុយរលួយដូចជាសាច់សាកសពលាយឡំនឹងក្លិនទឹកអប់កប់ខ្មោចរំពេចនោះសំឡេងកកិតសាកបានបន្លឺឡើងពីក្រោយខ្នងរបស់ពួកគេវាគឺជាសំឡេងដូចគេកំពុងអូសបំណែកកោតកក់សាឡានបែកនៅលើដីខ្សាច់ដាក់តាមទីងងឹតក្មេងទាំង3នាក់ដាក់ឧបករណ៍ជក់ចុះរួចងាកសម្លឹងមើលទៅតាមប្រភពសំឡេងនោះដោយកែវភ្នែកបើកធំនៅក្នុងភាពងងឹតក្រោមដើមពោធិ៍ស្រមោលដ៏គួរឲ្យខ្លាចជាច្រើនបានចាប់ផ្ដើមផុសជារូបរាងឡើងបន្តិចម្ដងចេញពីគល់ឈើនិងនៅពីក្រោយចាក់ដីវាមិនមែនជាវិញ្ញាណតែមួយទេប៉ុន្តែវាគឺជាក្រុមវិញ្ញាណបុព្វបុរសទាំងមូលនៃគ្រួសារដែលពួកគេបានកំទេចកោតនោះឯងស្រមោលខាងមុខគេគឺជារូបរាងមនុស្សចាស់ម្នាក់ដែលពាក់កណ្ដាលនៃរាងកាយគឺសាច់រលួយនិងពាក់កណ្ដាលទៀតគឺជាក្រុមឆ្អឹងសនៅក្នុងប្រហោងភ្នែកទទេស្អាតរបស់ខ្មោចនោះបានបញ្ចេញនៅពន្លឺពណ៌ក្រហមឆ្អៅដូចជារងើកភ្លើងដែលពោពេញទៅដោយគំនុំសងសឹកអ្វីដែលធ្វើឲ្យក្មេងទាំង3នាក់ស្ទើរតែទាំងបេះដូងនោះគឺវិញ្ញាណទាំងនោះមិនបានដើរទេពួកគេបានរំកិលខ្លួនលឿនស្លេវមកក្បែរព្រមទាំងបញ្ចេញសំឡេងស្រែកធ្ងោនិងសំឡេងយំសោកសង្រេងយ៉ាងកងរំពងពេញព្រៃខ្មោចស្ត្រីចំណាស់ម្នាក់ដែលមានក្បាលបែកខ្ទេចបានលូកដៃដល់រលួយរបស់គាត់ដែលមានប្រឡាក់ទៅដោយផេះផង់ឆ្ពោះមករកក្មេងម្នាក់ដែលធ្លាប់បានយកជើងជន់ឈ្លីលើឆ្អឹងរបស់គាត់ភាពតក់ស្លុតបានកាត់ឡើងដល់កម្រិតកំពូលជាថ្នាំដែលទើបនឹងជក់បានរលាយបាត់ពីក្នុងខ្លួនទាំងស្រុងក្មេងទាំង3នាក់បានបញ្ចេញសម្លេងស្រែកយ៉ាងរន្ធត់រួចស្ទុះបាត់ជើងសព្រាតបែកវងគ្នាឆ្ពោះទៅរកច្រកចេញនៃវត្តដោយមិនគិតពីជីវិតការរត់គេចខ្លួននៅក្នុងរាត្រីនោះគឺជាការចាប់ផ្ដើមនៃទារុណកម្មផ្លូវចិត្តដ៏សាហាវបំផុតដែលពួកគេមិនដែលបានធ្លាប់ជួបប្រទះក្នុងជីវិតក្មេងទី1បានរត់បំបោលចូលទៅក្នុងដីឡូព្រៃចេកដ៏ធំមួយនៅខាងក្រោយវត្តខណៈដែលគេកំពុងតែប្រឹងរត់កាត់គុម្ពចេកយ៉ាងត្រដាកត្រដួសគេស្រាប់តែមានអារម្មណ៍ថាស្លឹកចេកដែលប៉ះនឹងខ្លួនគេនោះមិនមែនជាស្លឹកឈើទេប៉ុន្តែវាគឺជាបាតដៃដ៏ត្រជាក់របស់មនុស្សរាប់សិបនាក់ដែលកំពុងតែព្យាយាមចាប់ទាញអាវនិងសក់របស់គេរំកិលដួលទៅលើដីភក់ពេលនោះហើយដែលគេងើបមកឡើងឃើញដីនៅជុំវិញខ្លួនចាប់ផ្ដើមប្រេះស្រាំរួចមានបំណែកឆ្អឹងដៃនិងឆ្អឹងក្បាលលូកផុសចេញពីក្នុងដីព្យាយាមចាប់ទាញកជើងរបស់គេកប់ចូលទៅក្នុងដីវិញគេខំប្រឹងរើបំរាស់ធាក់និងស្រែកយំយ៉ាងកំសត់ប្រឹងវាអូសខ្លួនចេញពីទីនោះទាំងសភាពប្រឡាក់ប្រឡូកចំណែកឯក្មេងទី2បានរត់កាត់ផ្លូវលំឆ្ពោះទៅរកទីប្រជុំជនដោយសង្ឃឹមថានឹងមានពន្លឺភ្លើងជួយសង្គ្រោះប៉ុន្តែរាល់ពេលដែលគេរត់ទៅមុខផ្លូវនោះហាក់ដូចជាលាតសន្ធឹងកាន់តែវែងទៅគ្មានទីបញ្ចប់ស្រាប់តែនៅខាងមុខគេពន្លឺភ្លើងបានរលត់ភ្លឹបរួចបង្ហាញឲ្យឃើញនៅរូបរាងបុរសម្នាក់កំពុងឈរស្ងៀមថ្មឹងទម្លាក់ក្បាលចុះក្រោមពេលក្មេងនោះរត់ទៅដល់ជិតបុរសនោះបានងើបក្បាលឡើងគឺវាគ្មានមុខទេផ្ទៃមុខទាំងមូលគឺជាផេះនិងមានស្នាមប្រេះបែកដោយកោតពកសាឡែនដែលគេបានវាកំទេចរួចខ្មោចនោះបានបើកមាត់យ៉ាងធំបញ្ចេញសម្លេងស្រែកកំហុកដែលឮដូចសូរដុំថ្មគប់បំបែកកញ្ចក់សម្លេងកោររំពងក្នុងខួរក្បាលរបស់ក្មេងនោះធ្វើឲ្យគេដួលរងាធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយរីឯក្មេងទី3ដែលជាអ្នកផ្ដើមគំនិតវាកំទេចកោតផ្ទាល់នោះគឺទទួលរងការប្រមាញ់ធ្ងន់ធ្ងរជាងគេបានរត់ចូលទៅក្នុងអគាររោងចក្រដែលគេបោះបង់ចោលមួយខណៈដែលគេកំពុងតែអង្គុយអោបជង្គង់
ញយញាក់នៅជ្រុងបន្ទប់ងងឹតស្រាប់តែប្រាក់ដែលគេលួចបាននិងសល់នៅក្នុងខោប៉ៅនោះចាប់ផ្ដើមឡើងកម្ដៅខ្លាំងដោយរងើកភ្លើងគេស្រែកឡូឡាលោកដៃចាប់គេលុយទាំងនោះបោះចោលទៅនឹងដីប៉ុន្តែលុយនោះបែរជាហុយផ្សែងរួចប្រែទៅជាបំណែកឆ្អឹងមនុស្សហុយទៅវិញទន្ទឹមនឹងនោះស្រមោលខ្មៅរាប់សិបនាក់បានចាប់ផ្ដើមវាចុះពីលើពីដាននិងជញ្ជាំងបន្ទប់លូនមករកគេបន្តិចម្ដងគេមានអារម្មណ៍ថប់ដង្ហើមយ៉ាងខ្លាំងហាក់ដូចជាមាននរណាម្នាក់យកផេះមួយក្តាប់ធំមកញាត់ចូលទៅក្នុងមាត់និងបំពង់ករបស់គេខំប្រឹងក្អួតប៉ុន្តែអ្វីដែលក្អួតចេញមកនោះមិនមែនជាអាហារទេវាគឺជាទឹកពណ៌ខ្មៅកខ្វក់លាយឡំនឹងបំណែកកោតតូចដែលធ្វើឲ្យគេរលាត់បំពង់កឈឺចាប់ហួសបរិយាយក្រោយពីការរត់គេចស្លាប់រស់ពីទីតាំងផ្សេងគ្នាទីបំផុតក្មេងពៀទាំង3នាក់បានមកជួបគ្នាម្ដងទៀតនៅក្បែរផ្លូវជាតិដ៏ធំមួយសភាពរបស់ពួកគេពេលនេះលែងមានរាងរៅជាមនុស្សទៀតហើយសម្លៀកបំពាក់រហែករខាក់ប្រឡាក់ទៅដោយភក់ឈាមនិងស្លាកស្នាមរបួសពេញរាងកាយហើយកែភ្នែករបស់ពួកគេបើកសស្គូសពោពេញទៅដោយភាពភ័យខ្លាចដល់កម្រិតចង់សរសៃប្រសាទទោះបីជារត់មកដល់កន្លែងដែលមានពន្លឺភ្លើងឡាននិងផ្លូវធំក៏ដោយក៏ទារុណកម្មនៅមិនទាន់ចប់ដែររហូតពេលដែលពួកគេសម្លឹងមើលទៅស្រមោលដើមឈើឬទីងងឹតដែលនៅអមសងខាងផ្លូវពួកគេនៅតែឃើញវិញ្ញាណបុព្វបុរសទាំងនោះឈររងចាំយ៉ាងស្ងៀមស្ងាត់ដោយមានអ្នកខ្លះកាន់បំណែកកោតបែកអ្នកខ្លះលើកបង្ហាញឆ្អឹងដែលបានបាក់បែកនោះដោយចង្អុលមុខពួកគេជាប់ជានិច្ចរងចាំតែពេលដែលពួកគេភ្លាត់ស្នៀតដើម្បីមកទាញយកព្រលឹងរបស់ពួកគេយកទៅសងសឹកភាពភ័យខ្លាចការអស់កម្លាំងពីខ្លួននិងការដឹងច្បាស់ថាពួកគេមិនអាចរត់គេចពីអំណាចនៃវិញ្ញាណទាំងនោះបានឡើយវាបានធ្វើឲ្យផ្លូវចិត្តរបស់ពួកគេដួលរលំទាំងស្រុងពួកគេយល់យ៉ាងច្បាស់ថាគ្មានកន្លែងណាដែលអាចលាក់ខ្លួនពីខ្មោចនោះបានឡើយលុះត្រាតែពួកគេរត់ចូលទៅកន្លែងដែលមានអំណាចច្បាប់មនុស្សនិងមានមនុស្សច្រើនកកដើម្បីការពារពួកគេគំនិតតែមួយដែលលេចចេញក្នុងខួរក្បាលដែលកំពុងតែវង្វេងវង្វាន់របស់ពួកគេនៅពេលនោះគឺប៉ុស្តិ៍ប៉ូលីសនៅវេលាម៉ោងប្រមាណ3ទីភ្លឺខណៈពេលដែលមន្ត្រីប៉ូលីសប្រចាំការកំពុងតែអង្គុយងុយដេកនៅមុខប៉ុស្តិ៍ស្រាប់តែលើសំឡេងរត់ប៉ះទង្គិចនិងសំឡេងស្រែកឡូឡាយ៉ាងខ្លាំងក្មេងពៀទាំង3នាក់បានស្ទុះរត់បំបោលចូលមកក្នុងប៉ុស្តិ៍ប៉ូលីសយ៉ាងប្រញាប់ប្រញាល់ធ្វើឲ្យដួលរេប៉ាយຕົកទូនៅទីស្នាក់ការគ្រាន់តែចូលមកដល់ភ្លាមពួកគេបាននាំគ្នារត់ជង្គង់យំសោកបោកខ្លួនរួចលូកខោប៉ៅខោទាញយកប្រកាសនិងបំណែកមាសដែលនៅសេសសល់បន្តិចបន្តួចបោះចោលទៅលើឥដ្ឋប្រគល់ឲ្យប៉ូលីសពួកគេបានស្រែកអង្វរយ៉ាងកំសត់និងពោពេញទៅដោយភាពរន្ធត់សូមឲ្យប៉ូលីសចាប់ខ្លួនពួកគេនិងយកពួកគេទៅឃុំឃាំងក្នុងគុកងឹតឥឡូវនេះភ្លាមទៅកុំឲ្យពួកគេនៅខាងក្រៅទៀតឲ្យសោះពួកគេសុខចិត្តជាប់គុកអស់មួយជីវិតប្រសើរជាងរស់នៅខាងក្រៅទទួលទារុណកម្មពីក្រុមវិញ្ញាណខ្មោចដែលកំពុងតែឈររងចាំនៅក្រៅរបងប៉ុស្តិ៍ប៉ូលីសមន្ត្រីប៉ូលីសមានការស្រឡាំងកាំងនិងឆ្ងល់យ៉ាងខ្លាំងចំពោះទង្វើរបស់ពួកគេមុននឹងចាប់ផ្ដើមធ្វើការសួរចម្លើយនិងទទួលបានចម្លើយសារភាពពីបទល្មើសកោះចាក់ដីនិងបំផ្លាញកោតដាក់ធាតុយ៉ាងកក្រើកនោះទោះបីជាចុងក្រោយពួកគេត្រូវផ្ដន្ទាទោសតាមច្បាប់និងត្រូវបញ្ជូនទៅឃុំឃាំងពិតមែនក៏ប៉ុន្តែបាបកម្មដែលពួកគេបានប្រព្រឹត្តមិនអាចលុបលាងបានត្រឹមការជាប់គុកនោះទេនៅក្នុងបន្ទប់ឃុំឃាំងដ៏ងងឹតក្មេងពៀទាំង3នាក់តែងតែអង្គុយអោបជង្គង់នៅជ្រុងបន្ទប់យកដៃបិទត្រចៀកនិងស្រែករវើរវាយតែម្នាក់ឯងជារៀងរាល់យប់ព្រោះនៅក្នុងសតិអារម្មណ៍របស់ពួកគេសំឡេងវាបំបីកោតក្លិនស្អុយរលួយនិងក្រសែភ្នែកពណ៌ក្រហមឆ្អៅរបស់វិញ្ញាណបុព្វបុរសគឺនៅតែបន្តលងបន្លាចនិងតាមយាយីផ្លូវចិត្តរបស់ពួកគេឲ្យទទួលរងនៅភាពឈឺចាប់និងវិបដិសារីអស់មួយជីវិតដែលគ្មានថ្ងៃរំដោះខ្លួនរួចឡើយ។